ផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរជីវិតឬមួយដែលយើងបដិសេធមិនបាននោះគឺនៅពេលដែលកើតមកយើងរមែងតែជួបរឿងល្អនិងរឿងអាក្រក់យើងរមែងជួបជោគជ័យនិងបរាជ័យដែលទាំងនេះគឺជាគូនឹងគ្នាគ្មានផ្លូវដែលយើងមានជីវិតប្រាចាអំពីបញ្ហាដែលមានតែសេចក្តីសុខគ្រប់ពេលវេលានោះទេតែទោះបីជាយ៉ាងណាយើងមិនអាចមានសេចក្តីសុខគ្រប់វិនាទីបានហើយជៀសវាងមិនប្រឈមមុខនឹងបញ្ហាពុំបានតែយ៉ាងហោចណាស់យើងក៏អាចវឹកហាត់ផ្លាស់ប្ដូរខ្លួនឯងឲ្យមានសេចក្តីសុខច្រើនបំផុតបានព្រោះយើងអាចមានសេចក្តីសុខបានម្យ៉ាងទៀតទោះបីបញ្ហាយើងមិនអាចគេចផុតបានពិតមែនប៉ុន្តែយើងត្រូវតែប្រឈមមុខនឹងវាឲ្យដូចជារាជសីដ៏មានឫទ្ធិមិនមែនដូចជាកូនកណ្ដុរតូចមួយឡើយនៅក្នុងអត្ថបទមុនយើងបានស្វែងរកឃើញមេខ្លោងពិតប្រាកដដែលបំផ្លាញកម្លាំងចិត្តរបស់យើងហើយថាវាមិនមែនជាតួបញ្ហាទេប៉ុន្តែវាជាគំនិតនិងទស្សនគតិអវិជ្ជមានដែលមាននៅក្នុងខ្លួនយើងដូចជាយើងអាចមើលអ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវអវិជ្ជមានយល់ថាយើងគ្មានផ្លូវអាចធ្វើការបានគ្មានផ្លូវខ្លាចជាមនុស្សពូកែជាងនេះគ្មានផ្លូវអាចធ្វើជាអ្នកដឹកនាំអ្នកដទៃបានឬគ្មានផ្លូវអាចយកចិត្តមនុស្សដែលខ្លួនស្រឡាញ់បានឡើយឡាក់ការយល់បែបនេះសុទ្ធសឹងតែធ្វើឲ្យរឿងនីមួយៗដែលចូលមកក្នុងជីវិតប្រៀបដូចជាព្រាយបិសាចដែលគួរឲ្យខ្លាចដែលចាំតែមកលងធ្វើឲ្យយើងភ័យញាប់ញ័ររហូតខណៈពេលដែលអ្នកជោគជ័យជាច្រើនមានទស្សនគតិវិជ្ជមាននិងមានគតិសាងកម្លាំងចិត្តជានិច្ចធ្វើឲ្យពួកគេអាចដោះស្រាយនៅបញ្ហានិងសាងឱកាសទាំងនោះទទួលជោគជ័យបានព្រមទាំងផ្លាស់ប្ដូរគ្រប់វិបត្តិឲ្យក្លាយទៅជាមេរៀនដ៏មានតម្លៃដូច្នេះការផ្លាស់ប្ដូរជីវិតឲ្យមានតែជោគជ័យអាចធ្វើបានគ្រប់បែបយ៉ាងនិងយ៉ាងងាយគ្រាន់តែផ្លាស់ប្ដូរពីគំនិតអវិជ្ជមានមកវិជ្ជមានតែប៉ុណ្ណឹងឯងការប្រៀបធៀបបាននឹងប្រភពទឹកនៃជីវិតប្រសិនបើយើងពិនិត្យបានល្អិតល្អន់នឹងឃើញថាគ្រប់ដំណាក់កាលនៃជីវិតត្រូវតែមានគំនិតប្រកបចូលជាមួយគ្នាគំនិតមានផលដល់អារម្មណ៍របស់យើងខាងណាដូចជាបើយើងគិតល្អយើងនឹងសប្បាយចិត្តធ្វើអ្វីក៏មានភាពងាយស្រួលនិងបានសម្រេចជោគជ័យជាដរាបតែបើយើងគិតអវិជ្ជមាននៅពេលណាចិត្តធម្មតានឹងខ្លាចជាចិត្តដែលចាប់ផ្ដើមភ័យខ្លាចចាប់ផ្ដើមគ្មានជំនឿជាក់ទីបំផុតជួបនៅរឿងមិនល្អដោយដែលចិត្តរបស់យើងគិតយ៉ាងពិតប្រាកដប្រសិនបើអ្នកធ្លាប់ឮរឿងច្បាប់នៃកម្លាំងអូសទាញ The Law of Attraction រមែងយល់លើរឿងនេះច្បាស់ណាស់ខ្លឹមសាររួមនៃច្បាប់នេះគឺការគិតរបស់យើងមាននៅកម្លាំងអូសទាញជានិច្ចបើយើងគិតវិជ្ជមាននឹងទាញស្ថានភាពវិជ្ជមានមកកាន់ជីវិតរបស់យើងបានប៉ុន្តែបើយើងគិតតែក្នុងផ្លូវអវិជ្ជមានគិតមិនល្អនោះនឹងទាញស្ថានភាពអវិជ្ជមានឲ្យកើតឡើងចំពោះយើងបានដល់ថ្នាក់ថាការគិតអាចអូសទាញឲ្យរាងកាយឈឺបានទីផងសូម្បីតែរាងកាយរបស់យើងជាធម្មតាមិនមានរបួសឬមិនមានជំងឺអ្វីទេប៉ុន្តែចិត្តអាចបញ្ជាឲ្យរាងកាយច្របូកច្របល់បានឬធ្វើឲ្យរាងកាយដែលឈឺរួចហើយកាន់តែដុនដាបថែមទៀតដូចជាអ្នកជំងឺមហារីកទាំងឡាយនឹងបានឃើញថាអ្នកដែលគិតអវិជ្ជមានដោយគិតថាខ្លួនឯងពុំអាចរស់យូរបានភាគច្រើននឹងស្លាប់ក្នុងរយៈពេលមិនដល់1ឆ្នាំផងប៉ុន្តែសម្រាប់អ្នកគិតវិជ្ជមានកម្លាំងចិត្តនិងជំនឿជាក់នឹងរីករាយស្រស់ថ្លាជានិច្ចបែរជាអាចមានរាងកាយរឹងមាំអាចរស់បានជាច្រើនឆ្នាំអ្នកខ្លះជាពីជំងឺមហារីកតែម្ដងក៏មានក្រៅពីនេះនៅមានការពិសោធន៍ដែលគួរឲ្យភ្ញាក់ផ្អើលទាក់ទងទៅនឹងកម្លាំងដ៏អស្ចារ្យនៃចិត្តនោះគឺជាការពិសោធន៍សាកល្បងថ្នាំបញ្ឆោតដែលឲ្យអ្នកជំងឺដែលមានប្រភេទជំងឺដូចគ្នាពីរក្រុមមកសាកល្បងដោយឲ្យក្រុមដំបូងទទួលទានម្សៅមួយប្រភេទដែលគ្មានគុណសម្បត្តិឱសថអ្វីទាំងអស់ជាប្រចាំតែពេទ្យពុំបានប្រាប់អ្វីដល់ពួកគេទេចំណែកឯអ្នកជំងឺទី2ក៏ឲ្យទទួលទានម្សៅប្រភេទនោះដូចគ្នាតែពេទ្យប្រាប់ពួកគេថាវាជាថ្នាំដ៏ល្អបំផុតជាលទ្ធផលការពិសោធន៍បានសាងភាពគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលឃើញថាអ្នកជំងឺទាំងពីរក្រុមសូម្បីតែទទួលទានថ្នាំដែលធ្វើពីម្សៅដូចគ្នាតែក្រុមទាំងពីរដែលត្រូវបានគ្រូពេទ្យប្រាប់ថាម្សៅនោះជាថ្នាំល្អ
បែរជាមានអាការៈល្អឡើងស្ទើរតែមិនគួរជឿផ្ទុយពីអ្នកជំងឺក្រុមដំបូងដែលមានអាការៈធម្មតាទើបការពិសោធន៍នេះคล้ายជាប្រភពនៃពាក្យថា placebo effect បាតុភូតថ្នាំបញ្ឆោតដែលធ្វើឲ្យយើងដឹងច្បាស់ពីកម្លាំងនៃការគិតដែលមានឥទ្ធិពលដល់រាងកាយយ៉ាងខ្លាំងនៅពេលដែលដឹងថាការគិតមានកម្លាំងដល់ថ្នាក់នេះទើបពុំមែនជារឿងចម្លែកទេដែលការគិតម្ដងរបស់យើងអាចប៉ះពាល់ដល់កម្លាំងចិត្តនិងភាពជឿជាក់របស់យើងបានស្របពេលនឹងគំនិតដែលថាការគិតវិជ្ជមាននឹងធ្វើឲ្យយើងមានកម្លាំងមានភាពជឿជាក់ដែលធ្វើឲ្យយើងមានឱកាសទទួលបានជោគជ័យច្រើនជាងការគិតអវិជ្ជមានដែលកាត់បន្ថយកម្លាំងរបស់យើងឲ្យអស់ទៅសូម្បីតែមិនទាន់បានធ្វើអ្វីបន្តិចសោះឡើយទើបចាំបាច់ដែលយើងត្រូវរៀបចំគំនិតនិងទស្សនគតិឲ្យសមរម្យក្នុងខួរក្បាលនិងចិត្តរបស់យើងដើម្បីឲ្យវានាំយកជោគជ័យមកដល់យើងបានច្រើនបំផុតខណៈពេលជាមួយគ្នាត្រូវលុបលាងនៅគំនិតដែលបន្ថយកម្លាំងចិត្តចេញទៅឲ្យអស់មកដល់ចំណុចនេះអ្នកប្រហែលជាយល់ឃើញថាហេតុអ្វីទើបយើងនិយាយថាសទ្ធាដែលល្អបំផុតគឺការមានសទ្ធាលើខ្លួនឯងព្រោះកម្លាំងចិត្តនិងការគិតមានច្រើនមហាសាលដូច្នេះបើយើងអាចអភិវឌ្ឍខ្លួនឯងបដូរពីគំនិតអវិជ្ជមានមកជាការគិតវិជ្ជមានហើយចាប់ផ្ដើមធ្វើនៅរឿងនីមួយៗទាល់តែស្ទាត់ជំនាញទាល់តែមានសទ្ធាឬជឿជាក់ចំពោះខ្លួនឯងនោះអ្នកនឹងអាចស្រវាចាប់យកនៅឱកាសល្អផ្សេងៗមកបានតាមចិត្តត្រូវការការគិតដំបូងដែលអ្នកត្រូវរៀបចំទុកក្នុងខួរក្បាលនោះគឺគ្រប់បញ្ហាគឺជាឱកាសសម្រាប់អភិវឌ្ឍខ្លួនឯងបានយ៉ាងអស្ចារ្យ